បាទរបៀប backup configuration នៅក្នុង McAfee router របស់យើងអាចធ្វើការ backup ហើយនឹង restore នៅក្នុង McAfee router របស់យើងបានដោយការ login Winbox អញ្ចឹងខ្ញុំប្រើ Winbox ដើម្បីធ្វើការ backup ហើយយើងអាចយើងចូល file មកហើយបន្ទាប់មកយើងចុចពាក្យថា backup ហើយនឹង restore នៅកន្លែងនេះតោះឥឡូវយើងចូល login ទាំងអស់គ្នានេះគឺជា McAfee router របស់ខ្ញុំបន្ទាប់មកយើងចុច file មកបាទនៅក្នុង file ហ្នឹងវាមាន backup វាមាន restore ហើយនឹង upload បាទហើយនេះគឺជា cloud backup ទេចឹងដើម្បីធ្វើការ backup បានយើងចុចលើ backup ហើយយើងដាក់ឈ្មោះឲ្យឈ្មោះ file របស់យើងចង់ដាក់ឈ្មោះអីឧទាហរណ៍ថាខ្ញុំដាក់ ABC ចុះហើយនៅកន្លែងនេះបើសិនយើងអត់ចង់ encrypt ទេយើងដោះ tick វាទៅយើងអត់ encrypt ទេ password ក៏យើងអាចដាក់បានដែរយើងដាក់1 2 3ទៅប៉ុន្តែប្រយ័ត្នភ្លេចនៅពេលដែលយើងធ្វើការ restore វានឹងទារ password ហើយអញ្ចឹងបើយើងដាក់ password កុំឲ្យភ្លេចយើងត្រូវតែ note ទុកអានេះខ្ញុំតេស្តទេអញ្ចឹងខ្ញុំអត់ដាក់ទេខ្ញុំដាក់ file backup ខ្ញុំABC ហើយខ្ញុំចុចពាក្យថា backup អូខេនេះគឺជា file backup របស់ខ្ញុំទៅ backup មិញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទាញវាដាក់នៅក្នុង computer ដើម្បីធ្វើការ save ទុកអូខេយើង right click យើងយកពាក្យថា download អញ្ចឹង download មកយើងចង់ដាក់លើណាយើង save វាទុកមកកុំឲ្យបាត់ខ្ញុំ save នៅលើ desktop ហើយខ្ញុំចុចអូខេបាទហើយមួយទៀតយើងអាចទាញក៏បានដែរយើងទាញវាទៅទាញយកដាក់លើ desktop អូខេបានដូចគ្នាចឹងឧទាហរណ៍ថាអានេះជា file backup របស់ខ្ញុំទាញវាទៅយើងចង់ទាញក៏បានដែរយើងទាញចឹងទៅបានដូចគ្នាចឹងនេះដោយសារយើងមានមួយហើយជួយយើង upload មួយទៀតយើង download មួយទៀតវាមាន2ចឹងវាសួរយើង replace ទៅណាបាទយើងចង់ទាញក៏បានយើងចង់អត់ក៏បានយើងចង់ right click download ក៏បានយើងចង់ទាញដាក់ក៏បានហើយនេះ restore ចឹងនៅពេលដែលយើងចុច restore មកយើងចុច file ហើយយើងយកពាក្យថា restore អូខេចឹង restore នៅកន្លែងនេះចឹងនៅពេលដែលយើងមុនយើង restore ហ្នឹងយើងត្រូវមាន file នៅកន្លែងនេះសិនណាបាទយើងយកទាញ file របស់យើងនៅកន្លែងនេះចឹងយើងត្រូវ upload សិនបើសិនជាអត់ upload យើងមាន file ណាដើម្បី restore នេះករណីនេះយើងមាន file ស្រាប់តែបើអត់មានករណីអត់មានណាអូខេយើង download មកហើយយើងupload វាចូលឥឡូវទីថាខ្ញុំលុបអានេះចោលចុះខ្ញុំដកចោលហើយខ្ញុំធ្វើការ upload ចូលវិញអញ្ចឹង password username វា1 2 3 ABC នេះ ABC អញ្ចឹងខ្ញុំ upload ចូលមកឃើញបាទបន្ទាប់មកយើងមាន file ហើយមាន file នៅក្នុង McAfee របស់យើងអញ្ចឹងយើងចុចពាក្យថា restore បន្ទាប់មកយើង restore file ណាយើង restore file មួយណាយើងចុចលើ file មួយហ្នឹងណាអញ្ចឹងមាន restore ABC នេះបាទហើយយើងចុចពាក្យ restore ទៅអញ្ចឹងនៅពេលដែល restore វានឹងធ្វើការ reboot អញ្ចឹងយើងចុច yes ទៅ configuration ទាំងអស់នឹងធ្វើការ restore អូខេខ្ញុំមានប៉ុណ្្នឹងទេប៉ុន្តែខ្ញុំអត់ restore ទេនេះគ្រាន់ជាការ test របស់ខ្ញុំទេបាទអរគុណជួបគ្នានៅវីដេអូក្រោយ